អូខេឥឡូវសប្តាហ៍នេះខ្ញុំបាទវិស័យសូមស្វាគមន៍កាន់វីដេអូថ្មីហើយនឹងយើងធ្វើការមកសម្រាប់រឿងរបស់យើងបន្តទៀតដែលជាភាគ2 season 1ហើយបើសិនជាគ្នាយើងអត់បានមើលភាគ1ទេអាចចែកចូលទៅក្នុង description ដែលខ្ញុំបានដាក់នៅខាងក្រោមនឹងបានហើយ link នៅខាងក្នុងនឹងឯងកុំឲ្យខាតពេលយូរតោះយើងចូលទៅកាន់វីដេអូរបស់យើងបន្តទៅចាប់ផ្ដើមសាច់រឿងរបស់យើងដំបូងជាមួយនឹងតួ iPod របស់យើងដែលកំពុងតែកាត់អំពីខែរបស់គាត់ដែលថាខែមួយហ្នឹងគឺតូចមែនតើដែលអាចលំមដេកបានតែមនុស្សម្នាក់តែប៉ុណ្ណោះហើយតួ iPod របស់យើងក៏បានគណនាអំពីខែរបស់គាត់ដែរថាខែហ្នឹងគឺមានតតឹងចំនួន80 cm ដែលតួ iPod របស់យើងគឺមានតតឹង40 cm ហើយតួ IC របស់យើងគឺមានតតឹងចំនួន40 cm អញ្ចឹងនៅពេលដែលពួកគេដេក2នាក់ទៅនៅខ្វះរហូតដល់5 cm ទៀតដល់នោះទៅវាគ្រាន់ហើយតួ iPod របស់យើងហ្នឹងក៏បានគិតទៀតដែរថានៅពេលដែលដេកមួយនាងហ្នឹងតើគួរទៅដេកបែបម៉េចទៅគួរទៅឲ្យនាងដេកលើដៃគាត់ឬក៏គាត់អោបនាងគិតបដាអៀនបដានិយាយទៅអ្នកមានស្នេហាឈួតម្នាក់ឯងរហូតអញ្ចឹងមកឯងមាន single ហ្នឹងអាសាអត់ចង់ឈួតតែឯងហើយតែកំពុងតែគិតផងអៀនផងស្រាប់តែមានសម្លេងមួយក៏បាននិយាយដែរថាខែតូចអញ្ចឹងឲ្យមានផាសុខភាពអត់បើសិនជានាងដេកនៅហ្នឹងហើយពេលហ្នឹងណាសាក៏បានងាកទៅមើលផងដែរថាតើណាគេនិយាយមកកាន់គាត់មិញស្រាប់តែមានអីឃើញជាមួយនឹងតួ IC របស់យើងដែលកំពុងតែមកមានណាស្លន់ដោយសារតែមុនហ្នឹងគឺតួ IC របស់យើងគឺបានត្រឡប់ទៅកាន់ផ្ទះរបស់នាងវិញហើយនាងក៏បានប្រាប់ដែរថានាងទៅយកសម្ភារៈតែប៉ុណ្ណោះហើយណាមួយនៅពេលដែលនាងត្រឡប់មកវិញហ្នឹងនាងក៏បានគូសទ្វារផងដែរតែគាត់អត់លឺសោះហើយអត់ហ៊ានចុចកណ្ដឹងទេដោយសារតែយប់ស្មានហ្នឹងគឺយប់ជ្រៅដែរអញ្ចឹងទៅអត់ហ៊ានចុចដោយសារតែខ្លាចរំខានដល់អ្នកជិតខាងផងដែរដោយសារតែពេលនេះគឺម៉ោង12ជាងហើយអញ្ចឹងណាសារបស់យើងក៏បានទៅឆុងកាហ្វេសម្រាប់នាងផងដែរស្របពេលនោះតួ iPod របស់យើងក៏បានសួរទៅកាន់នាងផងដែរថាយប់ជ្រៅអញ្ចឹងអ្នកផ្ទះអត់បារម្ភទេមែនតួ IC របស់យើងក៏បានប្រាប់ទៅគាត់វិញដែរថានាងគឺអត់មានកន្លែងនៅត្រូវទៅទេពេលហ្នឹងអញ្ចឹងនាងមានតែដេកនៅហ្នឹងហើយគ្រាន់តែលឺបែបហ្នឹងតួ iPod របស់យើងគឺភ្ញាក់ផ្អើលខ្លាំងមែនតើដែលថាចំនៅសុកមកដេកមួយគាត់ហ្មងចុះឡើយម៉ែហើយគាត់គឺមានចង្អល់មួយនៅក្នុងចិត្តមែនតើថាហេតុអីបានជានាងមកនៅសុករៀបការមួយគាត់អញ្ចឹងដោយសារតែចង្អល់មួយហ្នឹងគឺឆ្ងល់មែនតើហើយណាមួយក៏គាត់ចង់ដឹងដែរក៏បានទៅសួរនាងផងដែរប៉ុន្តែតួ IC របស់យើងហ្នឹងគឺនាងអៀនមែនតើគឺអត់ហ៊ានប្រាប់គាត់នោះទេហើយក៏បានសួរទៅកាន់គាត់វិញដែរថាហើយមិនបានប្រើរៀបការមួយនាងចោះហើយគាត់ក៏បានប្រាប់ទៅវិញដែរថាគឺដោយសារតែគាត់ស្រឡាញ់នាងហ្នឹងអីហើយនាងក៏បានប្រាប់ចម្លើយមកកាន់គាត់វិញផងដែរថានាងគឺអត់រៀបការជាមួយនឹងមនុស្សផងដែលនាងអត់ស្រឡាញ់នោះទេអញ្ចឹងបានន័យថាតួ IC របស់យើងគឺស្រឡាញ់តួ iPod របស់យើងដែរទើបប្រើរៀបការជាមួយនឹងគាត់បែបហ្នឹងគ្រាន់តែលឺបែបហ្នឹងភ្លាមធ្វើឲ្យតួ iPod របស់យើងហ្នឹងគឺគាត់អៀនខ្លាំងមែនតើដែលថាមនុស្សស្អីដែលគាត់ស្រឡាញ់ហ្នឹងគឺបាននិយាយបែបហ្នឹងមកកាន់គាត់ហើយដោយសារតែមើលទៅឃើញថាខែហ្នឹងគឺតូចមែនតើអញ្ចឹងហើយនាងក៏បាននិយាយទៅកាន់គាត់ផងដែរថាគឺនាងចង់ទៅហៅកន្លែងដេកអីគឺដេកនៅហ្នឹងប្រហែលមានផាសុខភាពទេមើលទៅសង្ស័យដេកស្រួលហ្នឹងធ្លាក់លើផ្ទះផងមិនដឹងអញ្ចឹងហើយនាងក៏បានបើកទ្វារហើយដើរទៅបាត់ទៅដោយសារតឃើញប្រពន្ធខ្លួនឯងដើរចេញទៅអញ្ចឹងអីមិនតាមវាចម្លែកត្រូវអត់អញ្ចឹងអីគាត់ក៏បានដើរទៅតាមផងដែរហើយបាននិយាយថាឥឡូវហ្នឹងនាងដេកនៅលើខែទៅចាំគាត់ទៅនៅលើឥដ្ឋក្រោក៏បានដែរសំខាន់គឺគាត់ចង់នៅក្បែរនាងនៅយប់មួយនេះប៉ុន្តែមានអីតែជាកែផឹងតួ IC របស់យើងគឺបាននិយាយថានាងនិយាយលេងតាតាមពិតទៅគឺគ្រាន់តែនាងចង់ទៅទិញអាកាមេរ៉ាក្រៅយើងមកដេកតែប៉ុណ្ណោះដោយសារតែនាងគឺជាប្រពន្ធរបស់គាត់ធ្វើម៉េចដែលនាងអាចនឹងចាក់ឆ្ងាយពីគាត់បានទៅគឺថាស៊ីនហ្នឹងគឺពិតជា sweet ខ្លាំងមែនតើហើយយើងកាត់ត្រឡប់មកពេលដែលពួកគេបានចេញពីផ្សារជាមួយនឹងកំរាលហើយតួ IC របស់យើងក៏បានក្រៅកាមេរ៉ាហ្នឹងហើយដេកទៅគឺពិតជាទន់ស្រួលខ្លាំងមែនតើហើយក៏ចង់ឲ្យតួ iPod របស់យើងក៏បានមកដេកនៅហ្នឹងដែរហើយសាកថាអ្នកកាមេរ៉ាថ្មីគឺពិតជាទន់ហើយស្រួលដេកមែនតើដោយសារតែមើលទៅគឺយប់វាកាន់តែជ្រៅហើយអញ្ចឹងពួកគេក៏បានទៅផ្លាស់កៅអៅនៅក្នុងការដេកនៅក្នុងយប់ហ្នឹងផងដែរដោយសារតែនៅក្នុងផ្ទះហ្នឹងគឺតូចខ្លាំងមែនតើដោយមានត្រឹមតែបន្ទប់ទទួលភ្ញៀវបន្ទប់ដេកឯហ្នឹងគឺនៅជាប់គ្នាតែម្ដងហើយនឹងមួយទៀតគឺនៅផ្ទះបាយប៉ុន្តែមានអាទ្វារបិទខាន់មួយអញ្ចឹងឯងគឺអាចតួ IC របស់យើងក៏បានចូលទៅដល់ផ្លាស់កៅអៅនៅហ្នឹងផងដែរដើម្បីកុំឲ្យតួ iPod របស់យើងមើលនាងអញ្ចឹងណាដល់ពេលដល់វគ្គតួ iPod របស់យើងដែលគាត់ផ្លាស់កៅអៅវិញម្ដងតួ IC របស់យើងបែរជានិយាយថាបើថាអត់ប្រកាន់អីទេផ្លាស់កៅអៅមុខនាងហ្នឹងក៏បានដែរមានទៅថាអីហើយតួ iPod របស់យើងគឺបានប៉ាក់សែតភ្លាមតែម្ដងដោយសារតែគាត់គឺរឿងអៀនមែនតើណាឲ្យមកផ្លាស់កៅអៅមុខគេមកអញ្ចឹងទេដឹងគេអៀនអត់ហើយចំណែកឯតួ IC របស់យើងវិញក៏គាត់យល់ផងដែរថាបើសិនជានាងផ្លាស់កៅអៅមកគាត់ណាក៏នាងមានអារម្មណ៍ថាអៀនផងដែរអញ្ចឹងនាងក៏បានឲ្យគាត់ទៅផ្លាស់កៅអៅនៅហ្នឹងទៅបន្ទាប់ពីពួកគេបានផ្លាស់កៅអៅហើយក៏ដូចជារៀបចំនៅក្នុងការចូលគេហ្នឹងគាត់ក៏បានឃើញថាតួ IC របស់យើងបានបួងសក់ឡើងទៅលើផងដែរដោយសារតែនាងក៏បានប្រាប់ដែរថាបើសិនជានាងតម្លាក់សក់ទៅហើយដេកកិនសក់ដេកអីទៅវាអាចនឹងធ្វើឲ្យនាងឈឺអញ្ចឹងហើយបាននាងបួងសក់អញ្ចឹងហើយតួ IC របស់យើងនៅពេលដែលបួងសក់អញ្ចឹងទៅគឺពិតជាស្អាតខ្លាំងមែនតើ
ដែលនេះគឺចេញពីសម្ដីរបស់តួឯកប្រុសរបស់យើងនឹងឯងហើយពេលហ្នឹងផងដែរគឺពាក់ក្រាយកទៅតួឯកប្រុសរបស់យើងគឺគាត់ដេកអត់លក់សោះយប់ហ្នឹងណាហើយគាត់ក៏បានកន្លែងទៅមើលតួឯកស្រីរបស់យើងវិញផងដែរថាតួឯកស្រីរបស់យើងគឺនាងបានដេកលក់នៅមានអីឃើញថាតួឯកស្រីរបស់យើងហ្នឹងដេកលក់បាត់ហើយមើលទៅកាន់ការដេករបស់តួឯកស្រីរបស់យើងហ្នឹងគឺពិតជាស្អាតមែនតើកំពុងតែសើផងមើលគេឡើងផ្លឹកផងហ្នឹងចេញចរិតស៊ីនមកបដ ហើយពេលហ្នឹងសក់បួងរបស់នាងហ្នឹងក៏បានធ្លាក់មកផងដែរឃើញដូចនេះតួឯកប្រុសរបស់យើងនៅមិនស្ងៀមខ្លាចតែគេល្ងាយប់ឡើងអត់ដោយសារតែអត់មានភួយទៅតបអញ្ចឹងឯងគាត់ក៏បានដើរទៅតបភួយឲ្យនាងផងដែរដោយសារតែមុនហ្នឹងគឺភួយរបស់នាងគឺត្រូវបានលាចេញពីខ្លួនរបស់នាងហើយដោយសារតែដេកស្អាតពេកដល់ពេលដែលឃើញមុខរបស់នាងគឺពិតជាខ្ជូតមែនតើហើយគាត់ក៏បំរុងនឹងថើបនាងផងដែរដោយសារតែគាត់គឺពិតជាស្រឡាញ់នាងមែនតើអញ្ចឹងឯងគឺចង់ថើបគេផងដែរតែតើមានតបានថើបណានាងងើបមកឆ្ងល់គាត់នោះភ័យដល់ករត់ឡើងទៅដេកនៅលើខែវិញយ៉ាងលឿនដោយសារតែខ្លាចថានាងដឹងថាគាត់នឹងគឺចង់ថើបនាងតែអត់អីទេគ្នាយើងគឺថានាងនឹងគឺគ្រាន់តែដេកមកមើលទៅរកទឹកផឹកតែប៉ុណ្ណោះបន្ទាប់ពីដើរចេញមកពីផឹកទឹកវិញនាងមិនមែនទៅដេកនៅកន្លែងដើមណាបែរជាទៅទាញភួយរបស់តួឯកប្រុសរបស់យើងនឹងយកទៅសដប់វិញដែលហេតុហ្នឹងឯងទើបធ្វើឲ្យតួឯកប្រុសរបស់យើងគឺត្រូវបានដេកអត់ភួយហ្នឹងឡើងពេញមួយយប់តែម្ដងហើយគ្រាន់តែពេលផឹកឡើងនាងងើបឡើងគឺឆ្ងល់មែនតើថាមិនបានសក់របស់នាងលាអញ្ចឹងហើយមិនបានភួយរបស់នាងហ្នឹងទៅជាភួយរបស់គាត់វិញគាត់ថាចម្ងល់ពេញខួរតែម្ដងកំពុងតែឆ្ងល់ហ្នឹងស្រាប់មានអីនាងក៏បានប្រលេះលាអាវរបស់នាងនៅចំពោះមុខគាត់តែម្ដងដែលថាចេញសាច់ឡើងសខ្ចីញ៉ាញ់ហ្មងណាតែធ្វើឲ្យគាត់ហ្នឹងគឺអៀនហើយក៏បានហាមនាងផងដែរថាឲ្យទៅផ្លាស់កៅអៅនៅក្នុងបន្ទប់នោះទៅគឺគាត់អៀនណាពេលដូចនេះនាងក៏ទៅផ្លាស់កៅអៅនៅក្នុងបន្ទប់មួយហ្នឹងទៅកាត់ពីហ្នឹងមកវិញនាងក៏បានឲ្យគាត់ហ្នឹងហៅឈ្មោះរបស់នាងថាស៊ូកាសាប៉ុន្តែគាត់មានតែហៅថាស៊ូកាសាណាគាត់បានថែមមួយម៉ាត់ទៀតដែលថាស៊ូកាសាឆានតែធ្វើឲ្យនាងហ្នឹងគឺរៀងខឹងផងអៀនផងដែលថាដឹងថាហៅឈ្មោះគេចឹងទៅវារៀងស្ដាប់ទៅគឺដូចកូនក្មេងអញ្ចឹងហើយគាត់ក៏បានកាត់វិញផងដែរថាអត់ទេហៅចឹងឯងគឺថាខ្ជូតមែនតែនតែធ្វើឲ្យនាងហ្នឹងមកឡើងក្រហមអៀនពេញនឹងតែម្ដងហើយនាងក៏បានហៅគាត់វិញដែរថាណាសាខុនហើយចំពោះសាច់រឿងភាគ2របស់យើងក៏ត្រូវបានកាត់ចប់ទៅត្រឹមហ្នឹងផងដែរខ្ញុំបាទវិស័យសូមជម្រាបលាអ្នកគ្នាជួបគ្នាជាមួយនឹងភាគ3នៅថ្ងៃបន្ទាប់ទៀត